សួស្តីទាំងអស់គ្នាខ្ញុំបាទព្រីកានេះគឺជាវីដេអូអេពីសូតទី2ខ្ញុំនឹងនិយាយតាក់ទងពីមាតិកាពីមេរៀនទី1រហូតដល់មេរៀនទី9តើមេរៀនទី1រហូតដល់មេរៀនទី9មានអីខ្លះតោះតាមដានទាំងអស់គ្នាតោះគ្នាបានឃើញហើយគឺនៅក្នុង slide របស់ខ្ញុំនេះគឺមានច្រើនមែនតើតាក់ទងពីមេរៀនណាដែលខ្ញុំចងក្រងហើយឥឡូវនេះខ្ញុំនឹងនិយាយព័ត៌មានខ្លះតាក់ទងពីមេរៀនទី1រហូតដល់មេរៀនទី9អញ្ចឹងនៅក្នុងមាតិកានេះគឺទាំងអស់មាន9មេរៀនធំមេរៀនទី1មូលដ្ឋានគ្រឹះនៃខ្សែភាពយន្តឬក៏អត្ថន័យនៃភាពយន្តក្នុងហ្នឹងដូចខ្ញុំនិយាយអញ្ចឹងមាន3ចំណុចតូចៗដែរគឺដូចម្ដេចដែលហៅថាភាពយន្តហើយទី2នេះគឺហេតុអីបានខ្សែភាពយន្តមានសារៈសំខាន់ទី3តើខ្សែភាពយន្តបែងចែកជាប្រមាណប្រភេទអញ្ចឹងមានន័យថាត្រឹមតែមេរៀនទី1ណាមេរៀនទី1ធំក្នុងហ្នឹងគឺមាន3មេរៀនតូចតោះឥឡូវនេះយើងចូលដល់មេរៀនទី2ធំម្ដងមេរៀនទី2មូលដ្ឋានគ្រឹះនៃមុនការផលិតខ្សែភាពយន្តអាចនិយាយបានថា pre production ហើយនៅក្នុង pre production នេះគឺសំខាន់ណាស់ពុកម៉ែបងប្អូនមេរៀនទី2នេះមេរៀនទី2នេះគឺសំខាន់មែនតើហ្មងពុកម៉ែបងប្អូនមេរៀនទី2គឺសំខាន់ខ្លាំងបើសិនជាពុកម៉ែបងប្អូនចំណាយពេលមើលចំណាយពេលរៀនវិញចេះតាមមួយនឹងហើយស្រួលមែនតើក្នុងការផលិតអីផ្សេងចំណោមពីមេរៀនទី1ធំរហូតដល់មេរៀនទី9ណាមានតែមេរៀនទី2ដែលសំខាន់បំផុតឥឡូវនេះខ្ញុំនឹងនិយាយបន្តទៀតអញ្ចឹងនៅក្នុងមេរៀនទី2មូលដ្ឋានគ្រឹះនៃមុនការផលិតខ្សែភាពយន្តអាចនិយាយបានថា pre production ហ្នឹងបាទមាន3ចំណុចដែរនៅក្នុងហ្នឹងទី1តើមុនការផលិតគឺជាអ្វី what is pre production ទី2ហេតុអ្វីបានមុនការផលិតមានសារៈសំខាន់នៅក្នុងការផលិតភាពយន្តទី3 7ចំណុចសំខាន់ដើម្បីដំណើរការនៃការផលិតខ្សែភាពយន្តអញ្ចឹងមានន័យថានៅក្នុងទី3នេះគឺមាន7ចំណុចសំខាន់មានន័យថាពី A ដល់ G អញ្ចឹងខ្ញុំនឹងសង្ខេបពី A មកមុន A ការវិភាគ script ឬក៏អញនិយាយថា script breakdown ឬក៏ script develop អីចឹងទៅបាទមានន័យថាយើងត្រួតពិនិត្យទៅលើ script ម្ដងទៀតកន្លែងណាខុសត្រូវកន្លែងណាថែមថយហ្នឹងគឺយើងកន្លែងហ្នឹងឯងបាទនេះខ្ញុំសង្ខេបតិចទេ B គម្រោងចំណាយbudget មានន័យថាពេលដែលយើងអាន script ហើយអីផ្សេងហើយហោះតើរឿងហ្នឹងត្រូវចំណាយលុយយើងត្រូវ estimate ថាចំណាយលុយអស់ប្រមាណក្នុងការផលិតរឿងហ្នឹងខ្ញុំមិនលម្អិតដែរវាមានច្រើនក្នុងហ្នឹងទៀតអញ្ចឹងណា C ការវិភាគឬកំណត់ពេលវេលា schedule deadline មានន័យថាតាក់ទងពីកំណត់ពេលវេលាបន្ទាប់ពីយើង break down script ហើយបន្ទាប់ពីយើងតាក់ទងពី budget ចំណាយហើយយើងត្រូវរកពេលវេលាថាតើពេលវេលាដែលយើងចង់ផលិតរឿងហ្នឹងចាយពេលប្រហែលខែប្រហែលឆ្នាំដើម្បីផលិតរឿងហ្នឹង D ជ្រើសរើសក្រុមការងារអញ្ចឹងបន្ទាប់ពីយើងធ្វើការងារ A ហើយធ្វើការងារ B ហើយធ្វើការងារ C ហើយយើងចូលដល់ការងារ D ការងារ D គឺជ្រើសរើសក្រុមការងារខ្ញុំឧទាហរណ៍ថា producer គាត់ត្រូវការ director ក្នុងការដឹករឿងហ្នឹងបន្ទាប់មកក៏ត្រូវការរើស first AD second AD third AD DOP cameraman ឬក៏ lighting crew prop master មាន costume អីផ្សេងជាច្រើនដែលពាក់ព័ន្ធជាមួយនឹងក្រុមការងារក្នុងការផលិតភាពយន្តមួយនេះ E ការធ្វើផែនការឬ planning F ជ្រើសរើសតួសម្ដែង talent G ការហាត់សមឬក៏ rehearsal នៅក្នុងចំណោមមេរៀនទី2នេះគឺសំខាន់មែនតើពុកម៉ែបងប្អូនអញ្ចឹងកុំភ្លេចទៅរៀនឬក៏ព្យាយាមមើលទៅតាមវីដេអូរបស់ខ្ញុំមួយមួយអេពីសូតទៅខ្ញុំនឹងធ្វើមេរៀនពីអេពីសូតទី1អេពីសូតទី2អេពីសូតទី3អេពីសូតទី4តរហូតអញ្ចឹងណាពុកម៉ែបងប្អូនមេរៀនទី3មូលដ្ឋានគ្រឹះនៃការចាប់ដើមផលិតខ្សែភាពយន្ត production យើងចុះដល់ថ្ងៃថតទៅណាពុកម៉ែបងប្អូនយើងចូលដល់ថ្ងៃថតហើយតើការចាប់ដើមផលិតគឺជាអ្វី what is production មេរៀនទី4មូលដ្ឋានគ្រឹះនៃក្រោយការផលិតខ្សែភាពយន្តបន្ទាប់ពីយើងថតហើយអស់បន្ទាប់ពីយើងអីផ្សេងហើយអស់យើងចូលដល់លក្ខណៈ post production នេះបាទតើអ្នកណាខ្លះដែលចូលរួមក្នុងដំណាក់កាលនៃក្រោយការផលិតនេះអញ្ចឹងមានពី A ដល់ F ប៉ុន្តែមិនមែនមានតែប៉ុណ្្នឹងណាពុកម៉ែបងប្អូនមានច្រើនទៀតមានតាក់ទងពីអ្នក CGI មានតាក់ទងពីអីផ្សេងច្រើនទៀតអានេះខ្ញុំទាន់តែដាក់មកត្រួសទេចូលដល់មេរៀនទី5មេរៀនទី5គឺមូលដ្ឋានគ្រឹះនៃពាក្យកន្លឹះសំខាន់ក្នុង script ទាំង13ចូលដល់មេរៀនទី5នេះណាខ្ញុំនឹងយក script មកបរៀនហើយតើកន្លឹះសំខាន់ទាំង13នៅក្នុង script មានអ្វីខ្លះហើយចំណុចនីមួយៗមានអត្ថន័យដូចម្ដេចអញ្ចឹងពុកម៉ែបងប្អូនអាមេរៀនទី5នេះគឺសំខាន់ដែរបាទសំខាន់មែនទែនដើម្បីយើងរៀបចំធ្វើ call sheet call time ឬក៏ master breakdown នេះហ្នឹងទៅនៅក្នុងនេះគឺវាមាន A ដល់ I A គេ scene B នេះ internal ឬក៏ external C D online D location E short description F cast actor talent G dress wardrobe H hand prop ឬក៏ set prop I community ឬក៏រ៉ាក់កបាទ
អញ្ចឹងនៅក្នុងមេរៀនទី5ក៏មានច្រើនដែរមេរៀនទី6មូលដ្ឋានគ្រឹះនៃប្លង់និងបច្ចេកទេសកាមេរ៉ាអានេះយើងចូលដល់លក្ខណៈបច្ចេកទេសកាមេរ៉ាពុកម៉ែបងប្អូនអញ្ចឹងនៅក្នុងនេះគឺមេរៀនទី1របៀបមើលប្លង់និងឈ្មោះប្លង់ខ្សែភាពយន្តអញ្ចឹងពុកម៉ែបងប្អូនអាចមើលបដាទៅខ្ញុំអត់លម្អិតទេអញ្ចឹងមានពី A ដល់ G បាទនៅក្នុងនេះណាមេរៀនទី7របៀបធ្វើ call time call sheet ឬក៏ master breakdown ពុកម៉ែបងប្អូនសម្រាប់មេរៀនទី7នេះគឺសំខាន់មែនទែនពុកម៉ែបងប្អូនសំខាន់ទៅលើបងប្អូនឬក៏បងណាដែលគាត់ចង់រៀនផ្នែក AD អញ្ចឹងនៅក្នុងផ្នែក AD ដូចជា first AD second AD ឬក៏ second AD ហ្នឹងបើសិនជាគាត់ចង់រៀនទៅលើ AD គាត់ត្រូវចេះអានេះខ្ញុំឧទាហរណ៍ Fitchafia មួយមាន sin 80 sin បើសិនជា AD គាត់យល់ពីអានេះគាត់អាចធ្វើទៅលើ master breakdown ហើយគាត់អាចធ្វើតាក់ទងជាមួយនឹង call sheet ឬក៏ call time ឬក៏ list short អីផ្សេង short list អីផ្សេងទៀតគឺសំខាន់មែនទែនមេរៀនទី8របៀបហៅ action នៅក្នុង onset បាទអញ្ចឹងនៅក្នុងមេរៀនទី8នេះគឺសំខាន់ដែរសម្រាប់យើងចុះផ្ទាល់នៅ onset តើ director គេត្រូវនិយាយវាម៉េច AD និយាយវាម៉េច DOP ត្រូវនិយាយវាម៉េច sound operator និយាយវាម៉េច actor ត្រូវនិយាយវាម៉េចដល់មេរៀនចុងក្រោយនេះគឺសំខាន់មែនទែនពុកម៉ែបងប្អូនមេរៀនចុងក្រោយគឺមេរៀនទី9អនុវត្តផ្ទាល់ផលិតខ្សែភាពយន្តខ្លីៗនិងរបៀបកាត់តអញ្ចឹងពុកម៉ែបងប្អូនមិនប្រកាសថាខ្ញុំបរៀនពីមេរៀនទី1រហូតដល់មេរៀនទី9បានខ្ញុំចង់អនុវត្តថទេជាក់ស្ដែងនៅពេលដែលខ្ញុំរៀនខ្ញុំនឹងឧទាហរណ៍ខ្ញុំមេរៀនទី1ខ្ញុំរៀនមេរៀនទី1មេរៀនទី2ហើយអស់ពាក់កណ្ដាលអញ្ចឹងទៅឧទាហរណ៍តែយើងមានបច្ចេក TVC ឬក៏ feature film ឬក៏ short film អីខ្លីៗដែលយើងដេញបានគឺយើងនឹងនាំសិស្សក្នុងការអនុវត្តផ្ទាល់ទៅក្នុងហ្នឹងហើយអញ្ចឹងណាឬក៏នៅក្នុងចន្លោះមេរៀនទី2នេះគឺខ្ញុំនឹងចាប់ដើមដាក់លំហាត់ហើយខ្ញុំចាប់ដើមដាក់លំហាត់ឬក៏ខ្ញុំនាំពួកគាត់ចុះថតជាក់ស្ដែងផ្ទាល់ហើយព្រោះអត់ឲ្យចាំយូរទេជាចុងក្រោយខ្ញុំបាទព្រីកាសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ Subscribe ទៅលើ Channel YouTube របស់ខ្ញុំក៏ដូចជា Follow ទៅលើ Page បាទហើយនិង TikTok របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការផលិតទៅលើវីដេអូក្រោយៗទៀតអរគុណបាយបាយ